សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកមេចំណាយពេលពេញមួយថ្ងៃជាមួយនឹងគ្រួសារព្រោះថាអត់ដែរបានដើរលេងជុំគ្រួសារទេដោយសារតែមួយរយៈនឹងជាប់អូនរៀនរហូតគេយល់ដែររបស់ពួកយើងក៏អត់នៅឆ្ងាយដែរគឺនៅពេញទេសារតែខ្ញុំធ្លាប់បានជិះឡានក្រុងពីរដងហើយប៉ុន្តែគ្រួសាររបស់ខ្ញុំក៏អត់ដែរបានជិះឡានក្រុងទេអញ្ចឹងទៅក៏នឹកឃើញថាជិះឡានក្រុងដើរលេងនៅពលានហ្មងទៅនិយាយពីអាកាសធាតុថ្ងៃហ្នឹងគឺថាអំណោយផលហ្មងទៅដល់កន្លែងណាក៏មានអារម្មណ៍ថាមលុបអត់ក្តៅដែរហើយការដើរលេងលក្ខណៈគ្រួសារតូចរបស់យើងហ្នឹងគឺថារៀងលុកពីមួយកន្លែងទៅមកកន្លែងហើយពេលដើរលេងមិនថាចិត្តឆ្ងាយទេគឺខ្ញុំតែងតែត្រៀមវេវ៉ាន់នៅក្នុងកាបូបខ្ញុំត្រូវតែឲ្យមានគ្រប់គ្រឿងព្រោះថាតាំងពេលមានកូនមកគឺថាវាយវ៉ាន់ខ្លួនឯងហ្នឹងគឺថាដកចេញឲ្យ replace ដាក់វេវ៉ាន់កូនវិញទម្លាប់ល្អសម្រាប់ខ្ញុំគឺតើណាមកណាខ្ញុំមិនដែរប្រើប្រាស់ឬក៏ទៅទិញអ្វីផ្ដេសផ្ដាស់ទេទី1គឺវាចំណេញលុយហើយទី2គឺយើងមានសម្ភារៈនៅផ្ទះហើយអញ្ចឹងយើងអាចដាក់តាមខ្លួនបានវាគឺជារឿងល្អអញ្ចឹងណាការធ្វើដំណើររបស់យើងតាំងពីព្រឹកមកគឺដល់ចំណុចចាប់ផ្ដើមមុនគេគឺថងថាយើងជូនអូនទៅពេទ្យមុនសិនព្រោះថាថ្មិញរបស់អូនហ្នឹងទៅកើញ៉ាំមកហើយក៏ដល់ពេលដែលថ្មិញស្រុកហ្នឹងដោះចូលមកដែរហើយបន្ទាប់ពីអូនធ្វើការដកថ្មិញហើយហ្នឹងគឺអរគុណលោកគ្រូពេទ្យលាចេញមកវិញហើយបន្ទាប់មកពួកយើងក៏ចាប់ផ្ដើមធ្វើដំណើរតាមរយៈឡានក្រុងសាធារណៈឆ្ពោះទៅកាន់កាសយានដ្ឋានអន្តរជាតិដេជោដែលចំណតដែលពួកយើងឡើងហ្នឹងគឺយើងឡើងនៅផ្សារទំនើប Eon Mall មានជ័យហើយយើងធ្វើដំណើរដល់ត្រង់ទៅហ្មងហើយខានមកយូរអញ្ចឹងទេសភាពតាមដងផ្លូវជាមួយនឹងឥឡូវគេនិយាយថាកម្ពុជាដល់រដូវកាលបៃតងងាកទៅខាងណាក៏ឃើញតែបៃតងមែននិយាយទៅរយៈពេលដែលខ្ញុំចេញពី Eon 3ទៅហើយជិះទៅកាន់អាកាសយានដ្ឋានអន្តរជាតិដេជោគឺមានរយៈពេលលឿនមែនតែនហ្មងឡានក្រុងធ្វើដំណើរឡើង smooth ហើយម៉ាស៊ីនត្រជាក់នៅក្នុងឡានហ្នឹងក៏ត្រជាក់ដែរហើយឥឡូវពួកយើងក៏បានមកដល់កន្លែងអាកាសយានដ្ឋានអន្តរជាតិដេជោមែនតែដោយសារដែលមកដល់ហ្នឹងគឺចិត្តដល់ពេលថ្ងៃត្រង់ហើយអញ្ចឹងក៏រករៀងកោពោះដែរអញ្ចឹងក៏ទៅខាងផ្ទះខ្មែរដើម្បីរកអីញ៉ាំសិនហើយយើងក៏បាន order ជាមួយនឹងនំបញ្ចុកខ្មែរមួយចានគឺថាបឹបហ្មងណាមួយចានហ្នឹងសម្រាប់ខ្ញុំអាហារពេលព្រឹកហងបូកអាហារពេលថ្ងៃផងហើយរៀងប្លែកដោយសារតែគេមានជ្រក់ឲ្យអញ្ចឹងណាដូចយើងទៅញ៉ាំនៅសៀមរាបចឹងមានជ្រក់មានអីឲ្យអញ្ចឹងណាហើយជាមួយនឹងបន្លែលក់ហ្នឹងគឺច្រើនមែនតើខ្ញុំអត់សូវចេះញ៉ាំអញ្ចឹងខ្ញុំដាក់បានតែប៉ុណ្្នឹងទេគាត់អ្នកដែលគេចូលចិត្តលបោយចូលចិត្តលក់អីហ្នឹងណាគឺថាដាក់មកពេញចានឡើងពោទៅមួយចាននេះមិនមែនកាពះមនុស្សស្រីទេណាគឺថាកាពះមនុស្សប្រុសហើយដាក់មកមួយឆ្អែតហើយប្តីរបស់ខ្ញុំគាត់មិនញ៉ាំតែនំបញ្ចុកទេណាហើយជាមួយនឹងគួងឡើងពីរទៀតហើយគួងនេះគឺថាមួយម៉ាត់មកគឺឆ្អែតហ្មងមួយហ្នឹងឆ្អែតដល់ថ្ងៃហើយបន្ទាប់ពីញ៉ាំហើយហ្នឹងក៏យើងឡើងទៅលើផ្ទះខ្មែរលេងតិចដែរហើយមុនពេលឡើងហ្នឹងយើងដាក់បាយជើងនៅខាងក្រោមហ្នឹងទៅហើយបន្ទាប់ពីយើងដាក់ស្បែកជើងហើយយើងឡើងទៅខាងលើផ្ទះហ្នឹងទៅនៅខាងលើស្អាតដល់បងប្អូនហើយមើលពីលើមកគឺថាអាកាសធាតុ fresh មែនតែនបើយើងគិតពីមុនណាផ្ទះបែបនេះគឺគេហៅថាផ្ទះសេដ្ឋីឬផ្ទះដង្ខៅហើយដល់ខាងលើហ្នឹងគេមានសេះអុកទៀតសេះសសេះខ្មៅអីខ្ញុំអត់ចេះលេងទេនិយាយទៅបានតែធ្វើមើលហើយក៏ហ៊ានប៉ះដែរដោយសារតែអត់ចេះលេងយកខាច់ខូចកន្លាគេហើយនេះទេសភាពរបស់បងប្អូនខ្យល់មកលសៀកហ្មងហើយបន្ទាប់ពីចេញពីផ្ទះខ្មែរហ្នឹងគឺក៏ឈៀងចូលទៅក្នុងពលានលេងដែរព្រោះថាចូលមកដល់ហើយកុំឲ្យថាអត់បានដើរចូលលេងខាងក្នុងហើយឃើញនាងល្អិតនេះនិយាយថាតូចឆ្មេណាតែបើសួរថាដើរគឺថាញាក់ហ្មងអត់ចេញដើរតែទៅពេលចេញដើរម៉ែនេះដើរតាមអត់ចង់តគាត់តាមមកដល់ពលានអត់បានចូលបន្ទប់ទឹកគេគឺអត់អស់ចិត្តទេបន្ទប់ទឹកគេស្អាតណាស់ហើយអញ្ចឹងយើងត្រូវតែថែរក្សាអនាម័យដូចគ្នាសូម្បីតែកូនរបស់ខ្ញុំគាត់ដឹងតាំងពីកន្លែងណាបោះចោលសម្រាមទៀតបែងចែកกระดาษអីបោះចោលឲ្យធំត្រូវតែចឹងទេកូនថាឲ្យហើយដល់ពេលមកដល់ពលានអន្តរជាតិដែលចូលថ្មីនេះមានអារម្មណ៍ថាសំណោះពលានចាស់ដែរតាប៉ុន្តែអត់អីទេមានមោទនភាពទៅលើពលានថ្មីវិញដោយសារតែពលានថ្មីគឺធំហើយស្អាតមែនតើថ្ងៃណាមួយនឹងដាក់កម្រងជាមួយនឹងគ្រួសារដាក់មក trip ហោះហើរទៅគេហើយតែអត់ទាន់ដឹងថាទៅណាទេគាត់ថាមកមើលទីតាំងគោលដៅទិសដៅហើយសួរកូនថាកូនឯងចង់ទៅណាគេថាគេចង់ទៅចាផែនហើយឥឡូវទៅចាផែនក៏ទៅណាក៏ទៅសំខាន់សំដោយធ្វើការសិនកូនហើយលើការដើរទស្សនារបស់យើងក៏មានតែប៉ុណ្្នឹងទេគឺយើងកំពុងតែអង្គុយនៅលើឡានក្រុងសាធារណៈដើម្បីធ្វើដំណើរទៅកាន់ Eon 3វិញហើយទស្សនវិជ្ជាការធ្វើដំណើរហ្នឹងគឺថាជិះឆ្វែលខាងក្នុងពលាននឹងដែរទៅគឺនៅតែមានទេសភាពមើលមានផ្ទះខ្មែរមើលអញ្ចឹងណាហើយដោយសារតែម៉ាស៊ីនត្រជាក់ឡានស្រួលពេកនេះសេពៅនេះដេកបាត់ហើយតែដេកនឹងដេកធ្វើពុតទេណាហើយឥឡូវខ្ញុំកាត់ចូលមកដល់កន្លែង Eon 3វិញហើយឥឡូវគឺយើងមកដល់កន្លែង Eon 3ហើយព្រោះថាឡើងថ្ងៃត្រង់ហួសម៉ោងបាយហ្នឹងចង់ម៉ោង2ហ្នឹងអញ្ចឹងទៅក៏ឈៀងដើររកទិញអីឲ្យកូនញ៉ាំតិចសិនហើយឲ្យតែពេលមកដល់ Eon ម្ដងណារបស់ដែលកូនខ្ញុំចូលចិត្តញ៉ាំគឺមានតែមីសួរហ្នឹងឯងមួយចានហ្នឹងតម្លៃតែ10000ទេពេលខ្លះគេមាន promotion discount 20%អីចឹងទៀតណាតែខ្ញុំមកថ្ងៃនេះមាន promotion discount ទេខ្ញុំក៏យកជាមួយនឹងមីសួរប៉ាគីនេះមកប្រអប់ទុកឲ្យកូនហើយមករកមើលអីញ៉ាំបន្ថែមទៀតសម្រាប់ខ្លួនឯងដឹងថាយកស៊ូស៊ីឬក៏យកគីមប៉ាប់ទេនេះនៅឈរមើលសិនឡើងចុះឡើងយកអាស៊ូស៊ីគេកំពងនេះហ្មងទៅព្រោះថាហ្នឹងវាញ៉ាំទៅឆ្អែតដូចបាយចឹងហើយតំណងមែនតែនដល់ពេលម៉ោងបាយថ្ងៃអត់ដឹងញ៉ាំអីគេឡើងពេញតុនិយាយទៅអត់ដឹងថាត្រូវញ៉ាំអីហ្មងណាហ
ហើយក៏កលែកឃើញមន់ហើយតបកីនេះតំណងក៏យកមកប្រអប់ដែរហើយមន់ហ្នឹងតម្លៃមកប្រអប់3រៀលមានតបកីក្នុងនឹងដែរអញ្ចឹងណាឃើញក្រហមអញ្ចឹងតែអត់ហិលទេឥឡូវខ្ញុំឲ្យគេគិតលុយហើយមកអង្គុយញ៉ាំនៅកន្លែងដែលកូនគាត់អង្គុយចាំនេះសួរមកប្រអប់ហ្នឹងញ៉ាំអស់ដាច់ប៉ិតណាឲ្យតែថារបស់ចូលចិត្តញ៉ាំគឺថាដាច់ប៉ិតចឹងហ្មងហើយខ្ញុំអត់មានអីទេក្រៅជាមួយនឹងស៊ូស៊ីបំពងនេះចេះតែញ៉ាំទៅព្រោះថាអត់ដឹងញ៉ាំអីទេហើយអាពេលពងតែញ៉ាំអញ្ចឹងនិយាយថាឆ្ងាញ់ឆ្ងាញ់ហើយដល់ពេលឃើញវីដេអូខ្លួនឯងចឹងហើយនឹកឃើញនៅចង់ឃ្លាម្ដងទៀតហើយដាក់ជាមួយនឹង sting ពណ៌លឿងនេះខានញ៉ាំយូរឡើងចាប់ជាតិហើយបងមករយៈហ្នឹងគឺថានិយាយពីគីឡូវិញគឺមិនបាច់និយាយទេបងប្អូនណាឲ្យមើលតាំងអង្គុយឡើងស្អែលអីស្អែលខ្ញុំលេងខ្វល់ហើយសំខាន់គឺថាខ្ញុំញ៉ាំបានសុខភាពល្អខ្ញុំកេងបានអត់ឈឺទៅប៉ុណ្ណឹងអូខេហើយឥឡូវម្នាក់គឺថាញ៉ាំឆ្អែតដែរចាប់ដើមអង្គុយថតរូបថតអីអេនអនរៀងខ្លួនអញ្ចឹងណាតែខ្ញុំនេះអង្គុយអត់សុខទេឃើញឆ្នាំងឃើញវែកស្រឡាញ់មែនតែនសួរថាបកែធ្វើម្ហូបអត់ទេធម្មតាធ្វើបានញ៉ាំបានតិចតួចតែក៏វាមិនឆ្ងាញ់ដែរតែអត់តែថាឃើញគឺថាខ្វះកចង់ទិញហ្មងខ្ញុំទិញបានវែកឆាឈើនេះរបស់ខ្មែរយើងបានទិញជាមួយនឹងខ្ទះនេះមួយដែរទំហំវា20 cm រៀងជ្រៅដែរហើយធ្ងន់ល្មមនិយាយទុកឆាឆលជៀនអីតិចតួចឲ្យកូនក៏នាំគ្នាថតវីដេអូថតរូបទុកជាអនុស្សាវរីយ៍មួយព្រោះថាអត់មានអ្នកថតឲ្យទេហើយឥឡូវគឺយើងរៀបចំធ្វើតាណាចេញមកវិញហើយប៉ុន្តែដោយសារតាអូនគាត់មើលសភៅហ្នឹងគឺសិតតែជាប្រភេទសភៅគំនូសភៅគេផាត់ពណ៌ហើយសភៅរៀនអញ្ចឹងណាគេមានប្រូម៉ូសិនអញ្ចឹងទៅក៏គាត់ចាប់អារម្មណ៍ខ្ញុំថាទិញឲ្យគាត់មួយទៅហើយបន្ទាប់ពីមើលមកជ្រើសមកហ្នឹងគឺថាបានមួយក្បាលតម្លៃ2រៀលកន្លះប៉ុន្តែគេមានប្រូម៉ូសិន discount 30% អញ្ចឹងទៅសភៅមួយក្បាលហ្នឹងអូនទិញអស់តាម7,100ទេពេលខ្លះកាលនៅតូចទិញក្លុកក្លោលេងតទៅពេលធំឡើងរកសភៅរកអីចឹងទៅមិនថាសភៅមេរៀនឬសភៅផាត់ពណ៌ឲ្យតកូនពេញចិត្តគឺម៉ាមីទិញឲ្យហើយបន្ទាប់ពីទិញសភៅហើយឥឡូវគឺមកដល់កន្លែងដូណាត់ហើយកិច្ចអត់ផតទេបានដូណាត់មួយហើយវីដេអូម៉ាមីក៏មានតែប៉ុណ្្នឹងដែររីករាយថ្ងៃចុងសប្តាហ៍បង្កើនបរិយាកាសរីករាយជាមួយនឹងក្រុមគ្រួសារមិនថាតូចមិនថាធំផ្ដល់នូវភាពរីករាយនិងផ្ដល់នូវការទទួលបាននូវសុភមង្គលភាពកក់ក្ដៅមកកាន់ក្រុមគ្រួសារនេះគឺជាអ្វីដែលឪពុកម្ដាយគ្រប់រូបគាត់គួរតែធ្វើនិងមានទំនួលខុសត្រូវដោយគ្រួសាររបស់ខ្ញុំអ្វីត្បិតតែមិនមែនជាគ្រួសារដែលធំមិនមែនជាគ្រួសារដែលមានទ្រព្យសម្បត្តិស្ដុកស្ដំប៉ុន្តែពួកយើងចូលចិត្តរស់នៅបែបជីវភាពមួយដែលមានសភាពសាមញ្ញដែលផ្ដល់ទាំងពេលវេលាផ្ដល់ទាំងសុភមង្គលភាពកក់ក្ដៅនិងភាពសប្បាយរីករាយទៅកាន់គ្នាទៅវិញទៅមកដូច្នេះអ្នកទាំងអស់គ្នាគួរតែប្រាប់ខ្លួនឯងថាសុភមង្គលទាំងអស់គឺចាប់ផ្ដើមចេញពីខ្លួនយើងចាប់ផ្ដើមស្រឡាញ់គ្រួសារថែរក្សាមនុស្សជាទីស្រឡាញ់តើអ្នកទាំងអស់គ្នានឹងមានឱកាសព្រោះថាពេលវេលាដើរលឿនណាស់កុមារភាពរបស់កូនក៏លឿនដែរពេលដែលគាត់ធំឡើងគឺគាត់នឹងមានមិត្តភ័ក្តិគាត់មានពេលវេលាផ្ទាល់ខ្លួនរបស់គាត់អញ្ចឹងកំឡុងពេលដែលគាត់នៅកុមារភាពដែលគាត់នៅមានពេលមួយអោបកសោបជាមួយយើងគួរតែផ្ដល់នៅ memory ល្អៗទៅកាន់គាត់ដើម្បីបង្ហាញថាយើងបានធ្វើទៅជាឪពុកម្ដាយល្អហើយផ្ដល់ទាំងការសិក្សាផ្ដល់ទាំងការហូបចុកការស្នាក់នៅបន្ថែមរួមទាំងក្ដីស្រឡាញ់គ្រប់យ៉ាងទាំងអស់នោះគឺសុទ្ធតែជាអ្វីដែលកូនចង់បានហើយសម្រាប់ខ្ញុំដែលជាប្តីប្រពន្ធក៏យើងត្រូវផ្ដល់ភាពកក់ក្ដៅប្រឹក្សាយោបល់អធ្យាស្រ័យយោគយល់គ្នាដែរដូច្នេះគ្រួសារមួយទម្រាំតែពួកគាត់ទទួលបានសុភមង្គលគឺគាត់ឆ្លងកាត់រឿងរ៉ាវជាច្រើនហើយសុភមង្គលទាំងអស់នោះគឺកើតចេញពីការគោរពយោគយល់និងចេះឲ្យតម្លៃគ្នាហើយបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំសូមជួយ follow TikTok ម៉ាមីម្នាក់មួយផងណា